សាឡាមអាឡៃគុំនឹងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាហើយនៅ content ថ្ងៃនេះគឺខ្ញុំចង់និយាយពីអ្វីដែលធ្វើឲ្យខ្ញុំ surprise ខ្លាំងមែនតើហ្មងដែលខ្ញុំស្គាល់សាសនាអ៊ីស្លាមដំបូងខ្ញុំគឺជាមនុស្សម្នាក់ដែលវីដេអូកាលមុនខ្ញុំធ្លាប់និយាយថាខ្ញុំគឺជាអ្នករដូវសាយអញ្ចឹងទៅណាដល់ពេលឲ្យបងប្អូនគាត់ថាមកពីខ្ញុំអត់ដែរហ៊ានពីសាសនាដែលខ្ញុំកើតមកនឹងភ្លាមអញ្ចឹងហើយខ្ញុំមិនគួររាប់ខ្លួនឯងថាជាអ្នកកាន់សាសនានឹងទេអញ្ចឹងខ្ញុំសូមនិយាយមកថាខ្ញុំគឺជា atheist ដែលខ្ញុំអត់មានព្រះទេកាលមុនហើយខ្ញុំស្គាល់សាសនាអ៊ីស្លាមហ្នឹងគឺដោយតាមមនុស្សម្នាក់ដែលគាត់ខ្ញុំស្គាល់គាត់ដោយ randomly ទេហើយគាត់និយាយថាគាត់មកពីសាអូឌីគាត់មកពីឌូបៃគាត់មកពីប្រទេសអារ៉ាប់អីចឹងទៅណាហើយគាត់និយាយថាឲ្យសាកហ៊ានពីសាសនានឹងមើលវាគួរឲ្យចាប់អារម្មណ៍គឺគាត់និយាយតែប៉ុណ្្នឹងឯងគាត់ថាឲ្យសាកហ៊ានមើលគាត់អត់និយាយអីច្រើនរបៀបភាពប្លាមិនចឹងទេគាត់ថាគាត់តែប្រាប់ខ្ញុំឲ្យខ្ញុំហ៊ានពីសាសនានឹងចឹងទៅណាហើយខ្ញុំក៏ចាប់អារម្មណ៍នៅពេលហ្នឹងគឺខ្ញុំស្គាល់តែបងគេគឺគម្ពីរកូរ៉ានដែលខ្ញុំឆ្ងល់មែនតើមកថាអានឹងគេនិយាយពីអីហើយដល់ពេលខ្ញុំបានមកខ្ញុំអត់ទាន់អានចេះអានអារ៉ាប់ទេហើយពេលហ្នឹងក៏អត់មានបកប្រែដែរអញ្ចឹងខ្ញុំព្យាយាម research មើលអីអញ្ចឹងទៅណាទើបដឹងថាគម្ពីរនេះចេញមកយូរឆ្នាំមកហើយច្រើនជាង1400ឆ្នាំមុនដែលចេញដោយបុរសម្នាក់ដែលមានឈ្មោះថាមូហាម៉ាត់ដែលខ្ញុំហៅថាព្យាការីមូហាម៉ាត់សាឡឡោះអាឡៃហ៊ីវ៉ាសាឡាំដែលគាត់គឺជាអ្នកនាំសារមកពីអាឡាស៊ុបហានវ៉ាតាអាឡាគឺជាអាឡារបស់យើងហ្នឹងហើយហើយសភៅនេះគឺផលរយៈពេលច្រើនជាង20ឆ្នាំដើម្បីចេញមកមួយពាក្យវាមិនចេញមកមួយក្បាលមកយុគចេញមកមួយក្បាលទេហើយបងប្អូនមូស្លីមទាំងអស់ខ្ញុំជឿមកថាទាំងអស់គឺគាត់បានអានសភៅហ្នឹងហើយមានមនុស្សភាគច្រើនមែនតើដែលគាត់ជាកូនក្មេងគាត់ចាំសភៅមួយក្បាលហ្នឹងពេញហ្មងគាត់ចាំគ្រប់ពាក្យគ្រប់សំដីគ្រប់ម៉ាត់គ្រប់ចំណុចគ្រប់បតកគឺគាត់អត់គ្មានហើយសភៅនេះអត់មានដែរកែប្រែសូម្បីតែបន្តិចអានេះគឺជាសភៅនេះខ្ញុំអត់ដឹងថាខ្ញុំគឺជាសភៅទីប៉ុន្មានដែលខ្ញុំកាន់ទេប៉ុន្តែជាសភៅមួយដែលគ្មានការផ្លាស់ប្ដូរសូម្បីតែបន្តិចពីអាឡាស៊ុបហានវ៉ាតាអាឡាមិនមានអ្នកហ៊ានដូរហើយក៏មិនមានអ្នកសូម្បីតែគិតថានឹងចង់ដូរដែលសភៅនេះមុននឹងចេញមកមួយគឺមានអ្នកដែលចាំគម្ពីរកូរ៉ានទាំងអស់ពីដើមមកដែលគាត់ចាំទាំងអស់នៅប៉ាគីស្ថានខ្ញុំចាំគាត់និយាយប្រាប់ខ្ញុំថាមានមនុស្សច្រើនជាង100នាក់គាត់អានអក្សរហ្នឹងមុននឹងបោះពុំចេញមកក្បាលមកគាត់អានអក្សរអារ៉ាប់ហ្នឹងម្ដងហើយម្ដងទៀតដូរគ្នាអានមើលមានចំណុចណាខុសអត់មានថែមលួចបន្ថែមបតក់ឬលួចដកបតក់ចេញពីកន្លែងណាអត់ទៅសភៅហ្នឹងចេញមកឲ្យយើងអាចអានបានអញ្ចឹងខ្ញុំកោតសរសើរខ្លាំងមែនតើហ្មងដែលគាត់មិនហ៊ានដូរពាក្យរបស់ព្រះរបស់គាត់មិនហ៊ានសូម្បីតែដូរមិនហ៊ានសូម្បីតែគិតថានឹងចង់ដូរព្រោះថានេះគឺជារឿងមួយដែលខុសច្បាប់ខ្លាំងមែនតើហ្មងនៅក្នុងសាសនាអ៊ីស្លាមហើយខ្ញុំក៏ឃើញក្មេងអាយុក្រោម10ឆ្នាំដែលគាត់ចាំសភៅនៅក្បាលពេញហ្មងអញ្ចឹងមានន័យថាតាំងពីគាត់កើតមកគឺគាត់ឮពាក្យរបស់ព្រះរបស់គាត់ហើយគាត់ឮថាអ្នកណាគឺជាអ្នកបង្កើតរបស់គាត់ហើយគឺគាត់កើតមកភ្លុចគាត់ឮអាហ្សានរបស់គាត់ហ្មងគាត់ឮថាគាត់គឺជាមូស្លីមគាត់កើតមកនៅក្នុងកន្លែងមួយដែលគេស្វាគមន៍គាត់ដែលគាត់មាន purpose ក្នុងជីវិតរបស់គាត់មានគោលដៅគាត់កើតមកគាត់ដឹងថាគាត់មានគោលដៅថាគាត់ត្រូវទៅកន្លែងណាទៀតហ្មងអញ្ចឹងធ្វើឲ្យខ្ញុំកោតសរសើរខ្លាំងមែនតើហ្មងដែលសភៅមួយនេះបានចេញមកដែលជា originally from Allah subhanahu wa ta'ala ដែលពាក្យបរិសុទ្ធมันមានការផ្លាស់ប្ដូរมันមានអ្នកហ៊ានផ្លាស់ប្ដូរហើយក៏ខ្ញុំកោតសរសើរខ្លាំងមែនតើថាមូស្លីមគឺអានសភៅនោះទាំងអស់គឺគាត់ទោះមិនចេះអារ៉ាប់ដូចខ្ញុំអីក៏ខ្ញុំព្យាយាមយល់ខ្ញុំព្យាយាមទៅសួរអ្នកដែលគាត់ចេះថាអាហ្នឹងវាមានន័យថាម៉េចខ្ញុំចង់ដឹងដល់ពេលគេនិយាយប្រាប់មកចំណុចបែបនេះហើយភាគច្រើនគឺរៀបរាប់ពីជីវិតការរស់នៅការស្រឡាញ់ព្រះរបស់យើងហើយការគោរពហើយអ្វីដែលសំខាន់នោះគឺបញ្ជាក់ខ្ញុំពីថាជីវិតរបស់យើងគឺមិនមែនកើតចាស់ឈឺស្លាប់តែប៉ុណ្្នឹងទេគឺវានៅមានច្រើនទៀតដែលគាត់បញ្ជាក់ខ្ញុំហ្មងថារបៀបគាត់និយាយពីសមុទ្រពីរអត់ចូលគ្នាហើយគាត់បញ្ជាក់ពីក្រុមហ្នឹងដូចខ្ញុំដាក់នៅលើរូបហ្នឹងអញ្ចឹងបញ្ជាក់ថាគាត់អត់បានប្រាប់មែនថានេះគឺពិតជាមាន creator មែនមានអ្នកបង្កើតមែនគាត់បញ្ជាក់ម្ដងហើយម្ដងទៀតនៅក្នុងសូរ៉ាមួយនោះធ្វើឲ្យខ្ញុំឡើងភើសបល់ហ្មងខ្ញុំអានលើកណាក៏ខ្ញុំភើសបល់ដែរហើយវាពិតជាមានពិតមែនអញ្ចឹងសង្ឃឹមថាវីដេអូនេះអាចជួយបងប្អូនខ្លះចំណុចមួយចំនួនអីអញ្ចឹងទៅណាឲ្យដឹងពីសាសនាអ៊ីស្លាមថានេះគឺជាគម្ពីរតែមួយគត់របស់សាសនាអ៊ីស្លាមគឺជាគម្ពីរកូរ៉ានហើយក៏យើងមានហាឌីសជាច្រើនទៀតហើយចំពោះហាឌីសមានហាឌីសខ្លះគឺគាត់អត់ពិតប្រាកដទេហាឌីសទាំងអស់គឺយើងអាចជឿជាក់បានទេប៉ុន្តែគម្ពីរកូរ៉ានមួយយើងអាចជឿជាក់បានខ្ញុំធានា 100% ថាយើងអាចជឿជាក់បានប៉ុន្តែហាឌីសមួយចំនួនគឺគាត់អាចបន្ថែមបានគាត់របៀបគាត់ឃើញ Prophet Muhammad peace be upon him គាត់ធ្វើបែបនេះអញ្ចឹងយើងត្រូវទៅរកឈ្មោះគាត់អ្នកណាជាអ្នកសរសេរហើយមានភស្តុតាងម៉ានអ្នកមានអ្នកណាគេដែលបានមើលរឿងនឹងខ្លះឃើញរឿងនឹងខ្លះអញ្ចឹង
របស់ដែលយើងអាចជិះបានគឺមានតែគម្ពីរកូរ៉ានមួយគត់ដែលយើងអាចធ្វើខ្លួនឯងបានយើងអាចរៀនខ្លួនឯងបានហើយបើយើងមានចម្ងល់អីអាចទៅសួរអ្នកដែលមានចំណេះដឹងជាងយើងដែលយើងប្រកាសថាគាត់មិនបានធ្វើឲ្យច្បាប់ថ្មីអីនៅក្នុងសាសនាអ៊ីស្លាមឬក៏អីអញ្ចឹងទៅអរគុណសម្រាប់ការទស្សនាហើយខ្ញុំសង្ឃឹមថានឹងអាចបង្កើតវីដេអូដែលមានប្រយោជន៍សម្រាប់បងប្អូនមួយចំនួនទៀតអរគុណបាយបាយ